បន្តពីរឿងបំពេញបុណ្យបារមីដើម្បីបើកពន្លឺដួងកែវអញ្ចឹងគ្រប់គ្នាទាំងអស់សុទ្ធតែជាអ្នកមានជំនឿជាអ្នកជឿនៅបុណ្យបាបជាអ្នកជឿនៅសាសនាដែលអាចញ៉ាំងឲ្យសម្រេចនៅក្តីប្រាថ្នាតាមការពិតទៅកើតមកជាមនុស្សក្នុងច្បាប់នៃព្រះគម្ពីរដែលទូលគុំក្នុងគណៈបានសិក្សារៀនសូត្រក្នុងសភាវៈយើងជាអ្នកមានជំនឿដើម្បីបំពេញបុណ្យមានន័យថាគេអត់មានប្រកាន់ថាខ្ញុំចូលចិត្តសាសនានេះខ្ញុំមិនចូលចិត្តសាសនានោះអត់ទេគេអត់ឲ្យយើងប្រកាន់ចឹងទេកាលណាប្រកាន់គឺខុសហើយណាកាលណាប្រកាន់ខុសហើយចឹងមានន័យថាសាសនាណាក៏ដោយឲ្យតែគោរពក្នុងគុណធម៌ដែលយើងសម្លឹងឃើញថាល្អយើងគោរពហើយយើងប្រណិប័តទៅយើងជឿទៅពីព្រោះថាគ្រប់សាសនាទាំងអស់គ្រាន់តែជាវិធីសាស្ត្រដែលអាចញ៉ាំងឲ្យមនុស្សបំពេញនូវជំនឿកើតនូវសេចក្តីបុណ្យអត់មានសាសក្នុងលោកបច្ចុប្បន្នអត់មានសាសនាណាមួយដែលតាក់ទាញមនុស្សឲ្យចូលទៅហើយប្រព្រឹត្តទង្វើបាបអត់មានទេហ្នឹងហើយដែលក្នុងពិភពលោកយើងសពថ្ងៃបានរាប់បញ្ចូលជាសាសនា1 2 3 4 5រហូតដល់4 500ហ្នឹងគឺសុទ្ធតែជាសាសនាដែលញ៉ាំងឲ្យមនុស្សប្រព្រឹត្តទៅបានជាប្រយោជន៍អត់មានគិតថាខ្ញុំជឿតែពុទ្ធសាសនាទេហើយសាសនាផ្សេងទៀតខ្ញុំមិនជឿទេអាហ្នឹងវាកើតទៅជាមច្ឆាទិដ្ឋិខ្លួនឯងហ្នឹងយើងគិតត្រង់ចំណុចមួយថាគ្រាន់តែរឿងពុទ្ធសាសនាមានរហូតដល់7 6 7និកាយនៅប្រទេសកម្ពុជាយើងពុទ្ធសាសនាជាសាសនារបស់រដ្ឋបានរាប់និងបានដាក់បញ្ចូលក្នុងគណៈធម្មយុត្តនិកាយនិងមហានិកាយសួរថាតើសភាវៈដែលប្រព្រឹត្តទៅខុសគ្នាទាំងការក្រមស្បង់ជីវរនិងសំឡេងភាសាសូត្រហ្នឹងតើចំណុចហ្នឹងសួរថាវាអាចឲ្យមនុស្សស្អប់ខ្ពើមគ្នាទៅវិញទៅមកឬក៏វាអាចឲ្យម្ខាងហ្នឹងប្រព្រឹត្តទង្វើអាក្រក់គឺអត់មានទេបើយើងគិតតែចំនួនប្រជាជនពលរដ្ឋយើង17លាននាក់ដែលគោរពក្នុងពុទ្ធសាសនាក្នុង2និកាយហ្នឹងចុះយើងមានបានគិតក្នុងសាសនាលើពិភពលោកដែលគេគោរពពុទ្ធសាសនាទាំងទី7ទី6ទី7ទី4ទី5ទី6ទី7ដែលគេប្រព្រឹត្តនៅខុសយើងអត់លឺហ្នឹងហេឡូណាសូមអធិស្ឋានអត់បានពិនិត្យមើលផ្នែកប្រព័ន្ធសំឡេងលឺណាគាត់លឺណាជួយ comment ផងហ្នឹងអញ្ចឹងសារដានឡើងវិញតិចដើម្បីបញ្ជាក់មូលហេតុហ្នឹងមិញហ្នឹងខ្ញុំកំពុងតែបញ្ជាក់រៀបរាប់ពីផ្លូវជំនឿហ្នឹងអញ្ចឹងសូមបញ្ជាក់ឡើងវិញសារទៀតថ្ងៃនេះយើងត្រូវធ្វើភាគបន្តពីពិធីសាស្ត្រដែលត្រូវសន្សំបុណ្យដើម្បីបំពេញនៅបុណ្យយ៉ាងម៉េច
ដើម្បីឲ្យយើងនឹងចម្រើនភាវនាបើកនៅពន្លឺដួងកែវខ្លួនឯងឲ្យឃើញឲ្យបានជាប្រយោជន៍ហ្នឹងឲ្យឃើញបានជាប្រយោជន៍ដើម្បីអស់ចិត្តហើយដល់ពេលយើងនិយាយអញ្ចឹងសួរថាសាសនាគេផ្សេងគេធ្វើអញ្ចឹងអត់ណាសាសនាណាក៏ធ្វើដូចតែគ្នាហ្នឹងគ្រាន់ថាវិធីសាស្ត្រហ្នឹងគឺវាខុសគ្នាបន្តិចតិចហ្នឹងហើយវិធីសាស្ត្រហ្នឹងវាខុសគ្នាបន្តិចតិចអញ្ចឹងទៅហ្នឹងហើយជំនឿហ្នឹងជំនឿនៃវិធីសាស្ត្រខុសគ្នាហ្នឹងមកពីបុព្វបុរសឬក៏គ្រូអាចារ្យដែលគាត់បានសិក្សារៀនសូត្រក្នុងព្រះគម្ពីរដែលគាត់បានសម្រេចក្នុងអង្គណាមួយអញ្ចឹងទៅអញ្ចឹងតែងតែដាក់សាសនាហ្នឹងអ្នកនាមសាសនាហ្នឹងខុសៗគ្នាហ្នឹងហើយយ៉ាងណាមិញយើងគិតមើលយើងគិតមើលតែក្នុងពុទ្ធសាសនាដឹងហើយអញ្ចឹងយើងត្រូវដឹងថាយើងជាសាវកកើតមកជាមនុស្សដែលក្នុងព្រះគម្ពីរលោកថាងអ្នកដែលកើតមកជាមនុស្សមានសំណាងណាហ្នឹងហើយមានសំណាងណាមិនងាយនឹងកើតមកជាមនុស្សហើយបើបានកើតមកជាមនុស្សហើយអាចមានឱកាសបំពេញបុណ្យរួចផុតចាកទុក្ខហ្នឹងហើយពីមនុស្សទៅទេវតាអញ្ចឹងទៅហ្នឹងហើយក៏ពីមនុស្សកុំឲ្យធ្លាក់ទឹកដេរឆានអញ្ចឹងទៅចឹងគ្រប់សាសនាទាំងអស់ដែលមាននៅក្នុងពិភពលោកយើងហ្នឹងយើងបានដឹងហើយថាសិតតែជាមេរៀនជាគ្រូជាអ្នកដឹកនាំយើងឲ្យរកផ្លូវបុណ្យនឹងឲ្យរកផ្លូវបុណ្យហើយឲ្យស្គាល់ផ្លូវបាបហ្នឹងហើយអញ្ចឹងមិនថាសាសនាយើងជាព្រាហ្មណ៍តបោះខ្ញុំកណាហ្នឹងឬក៏ជាសាសនាក្នុងពុទ្ធសាសនាឬក៏សាសនាអីផ្សេងៗទេគេក្នុងព្រះគម្ពីរដែលគេតាក់តែងមកសពថ្ងៃហ្នឹងអត់មានសាសនាណាមួយដែលយើងស្ម័គ្រចិត្តស្ម័គ្រកាយចូលទៅហើយដឹកនាំឲ្យយើងទៅប្រព្រឹត្តទង្វើអាក្រក់អត់មានទេហ្នឹងហើយអត់មានទេគ្រប់សាសនាទាំងអស់ដែលកើតនៅក្នុងពិភពលោកសពថ្ងៃរាប់ពី4 5 7រហូតដល់3 4 500ហ្នឹងសិតតែជាសាសនាដែលដឹកនាំយើងឲ្យមានជំនឿគោរពដើម្បីបំពេញបុណ្យហ្នឹងហើយឯការជំនឿវាខុសគ្នាហ្នឹងហើយការទម្លាមទម្លាប់ហ្នឹងក៏វាខុសគ្នាតែអ្វីដែលដូចគ្នាគឺចិត្តជឿចិត្តធ្វើសទ្ធាចិត្តគោរពទៅលើព្រះពីព្រោះថាព្រះហ្នឹងគឺជាគ្រូហ្នឹងព្រះហ្នឹងគឺជាគ្រូអញ្ចឹងមិនថាយើងមិនថាយើងគោរពតាមបែបព្រាហ្មណ៍ត្រូវតែគោរពឥសីទេអត់ទេគោរពបែបព្រាហ្មណ៍គ្រូឬជាឥសីក៏ដោយក៏មានគ្រូជាប្រពុតឬក៏គ្រូជាបងបត់ឬក៏គ្រូជាអ្វីផ្សេងហ្នឹងទៅអ្នកដែលសម្រេចនៅសពុទ្ធញ្ញាណអ្នកដែលសម្រេចនៅញាណសម្បយុទ្ធហ្នឹងទៅអ្នកដែលសម្រេចនៅខណ្ឌណាមួយដែលអាចញ៉ាំងឲ្យខ្លួនឯងរួចផុតចាកទុក្ខឬក៏បំពេញដោយបុណ្យបារមីហ្នឹងហើយដូចនិយាយវគ្គមុនចឹងវគ្គមុនចង់និយាយពីរឿងប្រពុតជាញាណនៃអតិទេពឬក៏ញាណនៃប្រពុតចឹងមិនសំដៅលើប្រពុតអង្គណាមួយញាណនៃប្រពុតចឹងចង់និយាយថាបើព្រះវិញ្ញាណលោកមកប្រថាប់នៅក្នុងស្រុកខ្មែរអញ្ចឹងក្នុងស្រុកខ្មែរហ្នឹងកាលណាគេជំនឿទៅការជឿលើពុទ្ធសាសនាមានន័យថាគេក្រងស្បង់ជីវរគេកាន់ទម្លាមទម្លាប់ហ្នឹងហើយគេសូត្រធម៌ផ្សេងហ្នឹងទៅហ្នឹងហើយផ្សេងហ្នឹងទៅហើយដល់ទៅពេលនោះនៅប្រទេសគេឡាម៉ាប្រទេសជប៉ុនប្រទេសអីផ្សេងអញ្ចឹងលោកព្រះវិញ្ញាណរបស់លោក
ទៅក្រមកាន់ប្រថាប់នៅប្រទេសនោះដែលប្រទេសនឹងឲ្យថាជាព្រះហ្នឹងអញ្ចឹងតាមសភាវៈនៃតួអង្គដែលលោកទៅចូលដើម្បីសម្ដែងថាព្រះអង្គមានពិតប្រាកដព្រះអង្គបានកើតឡើងមកហើយហ្នឹងហើយទាំងអ្នកដែលនៅក្នុងហ្នឹងទាំងអ្នកដែលនៅជប៉ុនឬក៏នៅម៉ាឡេនៅឥណ្ឌូនេស៊ីនៅឥណ្ឌាអីផ្សេងៗហ្នឹងណាទាំងលោកនៅក្នុងគេមិនមែនដូចលោកនៅស្រុកខ្មែរយើងទេលោកមានប្រពន្ធមានកូនមានផ្ទះមានសបាយមានមុខរបររស់ស៊ីហ្នឹងហើយរហូតដល់តួអង្គខ្លះរហូតដល់មានតាក់តែងគ្រឿងអលង្ការឬក៏កាន់ជាអាវុធទៀតហ្នឹងហើយដូចខ្ញុំកណាខ្ញុំបានប្រាប់ពីអវៈមុនអញ្ចឹងណាហ្នឹងហើយក្នុងពីសូត្រលេខក្បាលលេខ16 10 ជាងចឹងបងប្អូនណាធ្លាប់រៀនទៅសិក្សារៀនសូត្រទៅមើលទៅឃើញចឹងឥឡូវយើងអានេះយើងគ្រាន់តែនិយាយឲ្យវាមានមូលដ្ឋានឲ្យវាមានគ្រឹះអំណះអំណាងកុំឲ្យយើងប្រកាន់រើសអើងថាតើឯងចេះគ្រូនោះចុះហ្នឹងអ្នកបួសនោះចុះអត់ទេសំខាន់ផុតអ្នកបួសតាមបែបណាក៏ដោយអ្វីដែលអាចបំពេញគុណធម៌ឲ្យរួចផុតចាកទុក្ខបានគឺចិត្តនឹងទង្វើហ្នឹងចិត្តនឹងទង្វើហ្នឹងខ្លួនឯងនៅប្រទេសជប៉ុនខ្លួនឯងឃើញហើយលោកនៅប្រទេសជប៉ុនយ៉ាងម៉េចកូនហ្នឹងថាខុសពីលោកនៅប្រទេសខ្មែរយើងខ្ញុំកណាខ្ញុំមិនដែលបានទៅទេតែគ្រាន់តែខ្ញុំកណាខ្ញុំមើលតាមព័ត៌មានហ្នឹងមើលតាមព័ត៌មានហើយនឹងឮទៅតាមអ្នកដែលគេធ្លាប់បានទៅណាគឺប្រាប់អញ្ចឹងថាអត់ដូចគ្នាទេហើយដល់ពេលយើងនិយាយអញ្ចឹងថាបើអត់ដូចគ្នាអញ្ចឹងសួរថាស័ក្តិសិទ្ធិអត់ណាស័ក្តិសិទ្ធិអត់ភាពដូចខ្ញុំកណាខ្ញុំនិយាយអញ្ចឹងភាពស័ក្តិសិទ្ធិមិនមែនស្ថិតនៅលើបួសជាសង្ឃបួសជាអ្នកបួសមានប្រពន្ធមានកូនទេការនៅស្រុកខ្មែរយើងនិយាយពីច្បាប់ប្រទេសនៅស្រុកខ្មែរយើងច្បាប់ប្រទេសបួសជាសង្ឃមិនតម្រូវឲ្យមានប្រពន្ធមានកូនទេហ្នឹងហើយនៅច្បាប់ប្រទេសផ្សេងបួសជាសង្ឃអាហ្នឹងច្បាប់របស់ប្រទេសគេតែឥឡូវខ្ញុំកណាខ្ញុំចង់បរិយាយអញ្ចេះចង់បរិយាយថាយើងអត់បួសជាសង្ឃទេតើយើងគួរបាក់ទឹកចិត្តអត់បើយើងអត់បួសជាសង្ឃអញ្ចឹងហើយយើងចង់ប្រណិប័តទៅតាមជំនឿសាសនាថាតើអាចវាបានសម្រេចអត់ថាអាចបានសម្រេចអត់អញ្ចឹងឥឡូវខ្ញុំកណាខ្ញុំឲ្យបងប្អូនទាំងអស់គ្នានឹងតូតបើកប្រណេតមើលបើកតិចស្ដាប់ហើយស៊ើបសួរតគ្នាមើលតើ6-7 ម៉ឺនអង្គហ្នឹងសម្រាប់ទៅជាអរហន្តប្រមាណអង្គហើយហ្នឹងហើយសម្រាប់ទៅជាអរហន្តប្រមាណអង្គហើយបួសចុះបួសឡើងសម្រាប់ទៅកន្លែងដែរហ្នឹងខ្លះលើកដើមហ្នឹងណាហើយចុះគេនៅប្រទេសគេថាគេនៅប្រទេសគេសម្រាប់មិនសម្រាប់ច្បាប់របស់ប្រទេសគេក៏អត់មានរឿងអីនាំអីញញៃដែរគេមានច្បាប់របស់គេគ្រប់គ្រងហើយតែឥឡូវយើងនិយាយត្រឹមតែប្រទេសយើងនិយាយត្រឹមប្រទេសយើងថាអ្នកបួសដូចខ្ញុំកណាខ្ញុំក្តីប្រសង់ក្តីតលតែអ្នកនងវាចាកហ្នឹងហើយការមេវាចាកទ្រព្យសម្បត្តិអីផ្សេងបានពេញបរិបូរណ៍ទៅដោយសិលចាឥឡូវខ្ញុំកណាខ្ញុំចង់បន្ទូលសួរថាអង្គគ្រប់អង្គទាំងអស់ដែលជាកុហកនេះដែលមិនបានលះបង់ប្រពន្ធកូនហើយនៅផ្ទះហើយចង់សិក្សារៀនសូត្រពីជំនឿសាសនាហ្នឹងដើម្បីឲ្យសម្រេចនូវគុណធម៌មានបុណ្យបារមីអញ្ចឹងត្រូវតែលែងប្រពន្ធដែរឬក៏យ៉ាងម៉េចជាគួរពិចារណាចេះអញ្ចឹងខ្ញុំកណាខ្ញុំចង់បញ្ជាក់ប្រាប់ថាការភាពបរិសុទ្ធមិនមែនតាមការពិតទៅវាមិនមែនស្ថិតនៅលើ
តើតែលេងប្រពន្ធលេងស្អីទេហ្នឹងហើយវាមិនតន់ទៅធ្វើឲ្យស្អាតក្នុងផ្លូវកាមទេច្បាប់អតិទេពពីមុនមកអញ្ចឹងក៏លោកមិនតម្រូវឲ្យអញ្ចឹងដែរឥឡូវយើងនិយាយថាឥឡូវថាពីយូរលងមកហើយណាយូរលងមកហើយដែលគេបួសជាសង្ឃមើលតាមស្ដាប់ឪពុកម្ដាយនិយាយហើយមើលនឹងព្រះគម្ពីរយូរលងមកហើយមុនអ្នកណាម្នាក់បានបួសគេត្រូវស្គាល់ប្រវត្តិអ្នកនោះគេត្រូវស្គាល់ប្រវត្តិអ្នកនោះហើយគេដឹងពីឋានៈអ្នកនោះហើយបុគ្គលនឹងគួរគោរពមិននឹងមិនគួរគោរពយ៉ាងណាមិញបើយើងនិយាយពីក្នុងពុទ្ធសាសនាយើងយករឿងពុទ្ធប្រវត្តិយកមកនិយាយពេលដែលគេដឹងថាព្រះពុទ្ធជាម្ចាស់ព្រះអង្គជាក្សត្រទៅបួសអញ្ចឹងទោះយ៉ាងម៉េចក៏គេនៅតែគោរពដែរដល់អហិង្សាដែលលះខ្លួនឈប់សម្លាប់មនុស្សហើយមកបួសជាសង្ឃក៏នៅតែគេស្អប់ខ្ពើមនៅតែដោយសារនេះគេត្រូវឲ្យស្គាល់ប្រវត្តិចឹងណាតែឥឡូវសម័យបច្ចុប្បន្នបើយើងចង់និយាយថាអ្នកឯងធ្វើអាក្រក់ធ្វើល្អក៏ដោយតែឲ្យតែអ្នកឯងបួសជាសង្ឃហើយគេសម្គាល់ថាអ្នកឯងល្អសួរប្រកាសអត់ទេប្រកាសអត់អញ្ចឹងថាមុននឹងជឿគេទី1ត្រូវអនុវត្តខ្លួនឯងហ្នឹងហើយបញ្ញាត្រូវអនុវត្តខ្លួនឯងកុំគិតថាបើយើងចង់ស្អប់ថាខ្ញុំអត់ចូលចិត្តទេអ្នកឯងនៅជាអ្នកឯងធ្វើជាគ្រូណាអ្នកឯងធ្វើជាគ្រូអ្នកឯងបួសជាតបោះប្រហែលជាអ្នកឯងនៅមានប្រពន្ធមានស្រីមានចាយលុយឬក៏ធ្វើអ្វីផ្សេងខ្ញុំអត់ចូលចិត្តទេសង្ឃនៅនោះមានប្រពន្ធមានកូនខ្ញុំចូលចិត្តតែប្រសង់នៅស្រុកខ្មែរគឺអត់មានប្រពន្ធមានកូនមុននឹងអត់ចូលចិត្តនៅចំណុចណាមួយត្រូវអនុវត្តខ្លួនឯងឲ្យប្រកបសិនភ្លក់រសជាតិខ្លួនឯងឲ្យបានដឹងល្វីងជូរចត់សិនទៅហ្នឹងហើយពីព្រោះថាក្នុងโลกហ្នឹងវាមានអកម្បាំងហើយបើយើងចង់ទម្លាយអកម្បាំងហ្នឹងទាល់តែយើងចូលទៅប្រឡូករឿងសច្ចធម៌គឺវានៅកន្លែងហ្នឹងដូចខ្ញុំកណាខ្ញុំមកបួសជាតបោះអិសីខំមកត្រត្រង់ប៉ុណ្្នឹងឃើញសពឃើញគ្រប់បែបយ៉ាងសួរអាចថាខ្លួនមានសេចក្តីលះបង់គ្រប់សពបែបយ៉ាងហើយដើម្បីនឹងជំនឿចំពោះពុទ្ធបរិស័ទឯអាដាមលោកជំទាវបញ្ញាតសិស្សគុណមួយចំនួនដែលគោរពឲ្យតម្លៃហើយឲ្យទៅធ្វើអ្វីផ្សេងដើម្បីឲ្យបងប្អូនដែលជាអ្នកជឿហ្នឹងអស់តម្លៃសួរថាអាចធ្វើកើតទេអត់អាចធ្វើកើតទេអញ្ចឹងបើទោះជាច្បាប់ក្នុងផ្លូវរដ្ឋក្តីច្បាប់ពីសម័យកាលក្តីសំខាន់បំផុតគឺត្រូវមើលបច្ចុប្បន្នគេឲ្យតម្លៃបែបណាយើងត្រូវធ្វើតាមបែបហ្នឹងហ្នឹងហើយគេឲ្យតម្លៃបែបណាយើងធ្វើតាមបែបហ្នឹងអ្វីដែលខ្ញុំកណាលើកចុះឡើងពីការប្រៀបធៀបនឹងការសន្សំបុណ្យបារមីនេះវាមិនមែនស្ថិតនៅលើតើតែលះកលេសលះតណ្ហាលះអ្វីគ្រប់សពបែបយ៉ាងទេហ្នឹងហើយពីព្រោះថាសាសនាភាពរុងរឿងពិតប្រាកដមុននឹងកើតឡើងវាត្រូវតែសិក្សាបែបណាមួយឲ្យវាកើតអភិនិហាបើយើងចូលទៅមុននឹងយើងទៅជំនឿក្នុងសាសនាណាមួយហើយយើងអត់ឃើញអភិនិហាក្នុងសាសនាហ្នឹងគួរដឹកនាំឲ្យយើងទៅគោរពទេយើងអត់មានតម្លៃអីទាំងអស់យើងស្មើនឹងមនុស្សភ្លើស្មើនឹងមនុស្សឈួតស្រេចតែគេដឹកនាំស្រេចតែគេបញ្ជាស្រេចតែគេប្រាប់ឲ្យធ្វើតាមអញ្ចឹងទៅស្មើនឹងមនុស្សល្ងងហើយអញ្ចឹងបើដើម្បីកុំឲ្យគេថាយើងជាមនុស្សល្ងងសាសនាណាក៏ខ្ញុំគោរពឲ្យតម្លៃដែរទី1ហ្នឹងគោរពឲ្យតម្លៃដោយការគោរពគ្នាទៅវិញទៅមកមួយទៀតបើចង់ឲ្យខ្ញុំថ្វាយជាសាវកវាដូចជាខ្ញុំអញ្ចឹងពីមុនខ្ញុំបួសជាសង្ឃអញ្ចឹងទៅក្រោយពីខ្ញុំជួបរឿងអច្ឆរិយៈរបស់ខ្ញុំឃើញមានតបោះអិសីអញ្ចឹងទៅ
ban bằng cọp bằng chia vì riêng ở vay xây xây cho tới nhom chẹt cho bà nhom chưa bật cọt hết nhom cái nào nhom có mó bùa chia tôi bỏ xây cho mà anh nó trắng anh nó trắng nè ngày bà ngày nào muối bờ sân chia bồn nộp bạn đi xây khi mà nào nhom vì ai chiên đó tha cua ta chọc ai phía cách kia tôi bỏ xây chẳng atite bữa có play brom một ru đó lộp vẹo thà tôi bỏ xây ai cua chọc ai chẳng cua tự bùa chia xong đằng bay rồi playอะไรเนี้ยខ្ញុំកណាខ្ញុំទៅផ្លូវទៀតណាពីព្រោះវាជាជីវិតរបស់ខ្ញុំវាជាទង្វើរបស់ខ្ញុំវាជាតណ្ហាដែលខ្ញុំចង់បានដែលខ្ញុំសម្លឹងឃើញថាផ្លូវមួយហ្នឹងវាអាចជួយឲ្យខ្ញុំកណាខ្ញុំរួចផុតចាក់ទុកយ៉ាងណាមិញយើងនិយាយពីជំនឿក្នុងពុទ្ធសាសនាដោយព្រះពុទ្ធជាម្ចាស់ចឹងពេលដែលលោកវប់ឡើងលោកមកបួសមិនលោកត្រូវតែរៀនគ្រូពីព្រះសង្ឃណាដើរវិជ្ជពាយឆ្លងប្រទេសមួយទៅប្រទេសមួយរៀនពីតបោះអីសីគ្រប់រសិទ្ធិបណ្ឌិតហ្នឹងហើយបានចុងក្រោយមកបានបួសជាសមណៈហ្នឹងបានទៅជាគ្មានទៅកោប្រកេសាណាឃើញទេបួសរហូតទៅជាប្រកេសាហ្នឹងទៅជាគួចខ្យងអស់ហើយអាហ្នឹងយើងនិយាយតាមមើលឃើញទៅបើតាមការពិតវាមិនមែនអញ្ចឹងទេហ្នឹងហើយការពិតអត់មានអញ្ចឹងសូន្យហ្មងការពិតហ្នឹងការពិតវាមានកោប្រកេសាការពិតវាមានទុកប្រកេសាហ្នឹងការពិតឯរឿងក្នុងទេវពុទ្ធរូបដែលមានធ្វើប្រកេសាប្រពុតមានគួចខ្យងគួចអីហ្នឹងគេចង់និយាយគេចង់បញ្ជាក់ប្រាប់ថាសូន្យហ្នឹងគឺសញ្ញាអូមវាកើតចេញពីព្រលឹងនៃអតិទេពដែលមកកាន់ថែរក្សាបំពេញបុណ្យបារមីហ្នឹងហើយមានអ្នកកាន់ថែរក្សាវាចឹងណានិយាយទៅនៅប៉ះពាល់និយាយទៅនៅវេស្កាយគាត់បងប្អូនយល់គោលប៉ុណ្ណឹងទៅហ្នឹងហើយយល់ដោយមិនប្រមាទយល់ដោយមិនផ្កាប់មុខអាហ្នឹងវាបានលទ្ធផលបើយល់ឲ្យប្រមាទយល់ឲ្យផ្កាប់មុខអាហ្នឹងវាអត់បានលទ្ធផលអីទេលោកឲ្យខ្ញុំឆ្នាំបកឲ្យ33តទៅនៃផ្ទះជួលហ្នឹងអាយុកាលប៉ុណ្ណេះហើយគាត់អាយុ30ជាងហើយខាងនោះប៉ុណ្ណឹងគឺវាអស់លេខល្អកូនវាអស់មានលេខល្អហើយហ្នឹងហើយអញ្ចឹងអ្នកដែលអាក្រក់គឺគុណបើសិនជារឿងក្រោយទៅជារឿងអាក្រក់គឺគុណឯងហើយអ្នកអាក្រក់ព្រោះគុណឯងចិត្តមិនជាស្កប់ហ្នឹងហើយចិត្តមិនជាស្កប់និយាយធប់ធំមែនណាហ្នឹងហើយដែលគុណឯងអាយុ33ហើយគុណឯងទៅនៅផ្ទះជួលជាមួយនឹងអ្នកដែលឆ្នាំរោងអាយុ60ជាងឆ្នាំខែឆ្នាំគេនឹងវាជាព្រះគ្រប់គ្រងថែរក្សាគុណឯងហើយអញ្ចឹងបើគុណឯងជាស្វារត់ទំនុំអត់ឃើញទេដើរនៅតែចុងឈើទេទៅនៅចុងឈើទៀតទៅវាមានតែប៉ុណ្្នឹងឯងនេះខ្ញុំនិយាយធប់ធំមែនហើយកុំខឹងខ្ញុំមិនអាចនិយាយខុសពីអាដាមកតិនឹងចំណេះចេះដឹងខ្ញុំបានទេចាំប្រឹងប្រែងទៅបើខ្លួនឯងចង់បានប្រយោជន៍ចង់បានសេចក្តីសុខមើលថែរក្សាព្រះថែរក្សាខ្លួនឯងសំដីពិតហើយក៏វាសេចក្តីធម៌ពិតដឹកខ្លួនឯងចង់សុបាយដឹកនាំគាត់ដើរលេងសុបាយទៅបំពេញសេចក្តីសុបាយដល់គាត់ទៅឥឡូវយើងនិយាយពីយើងក្រោយពីយើងមានជំនឿក្នុងសាសនាណាមួយដែលយើងជឿអញ្ចឹងយើងត្រូវរកវិធីសាស្ត្រដើម្បីបំពេញនឹងការគោរពជឿហ្នឹងឲ្យវាបានបុណ្យពិតប្រាកដអញ្ចឹងខ្ញុំកណាខ្ញុំ
ខាងមុខមិញហ្នឹងវាចូលចិត្តកន្លះម៉ោងហើយដែលបរិយាយប្រៀបធៀបពីនេះពីនោះដើម្បីឲ្យយើងថ្លឹងថ្លែងឲ្យយើងថ្លឹងថ្លែងឲ្យយើងឲ្យកម្លាំងចិត្តខ្លួនឯងហើយមិនមែនគ្រាន់តែនិយាយឲ្យកម្លាំងចិត្តតិចអត់បានប្រយោជន៍អីអត់ទេវាជារឿងពិតណាវាជារឿងពិតសាសនាយេស៊ូគ្រីស្ទសាសនាគ្រីស្ទៀនសាសនាស្អីផ្សេងៗហ្នឹងគ្នាគេមិនមែនទាល់ទៅបួសអត់បាយកាហាយទឹកអីណាទេគេកាន់តាមជំនឿសាសនាគេជាប់លេខ1លេខ2លេខ3លេខ4លើពិភពលោកគេមានក្រុមគ្រួសារគេមានស្អីៗផ្សេងតែគ្រាន់តែគេរក្សាពាក្យសច្ចៈគេបំពេញគុណធម៌អញ្ចឹងយើងសពថ្ងៃហ្នឹងយើងគ្រប់គ្នាសពថ្ងៃហ្នឹងវានៅខ្វះកន្លែងហ្នឹងឯងប្រទេសចំនួនណាក៏មានសង្គ្រាមដែរតែប្រទេសល្អដែលមានប្រទេសសម័យណាក៏មានសង្គ្រាមតែមនុស្សសម័យណាក៏ទាមទារឲ្យជាមនុស្សដែលរក្សាពាក្យសច្ចៈនិងគុណធម៌មិនពេញគុណធម៌ណាអញ្ចឹងបាននៅក្នុងផ្លូវបងបត់ខ្ញុំកណាខ្ញុំនិយាយហេតុកន្លែងនេះមួយតែមិននិយាយវិញកុំឲ្យថានៅក្នុងភពជាមួយយើងហ្នឹងមានភពអ្នកសច្ចៈនិយាយងាយស្រួលមានភពអ្នកសច្ចៈអញ្ចឹងអ្នកសច្ចៈអង្គអ្នកសច្ចៈនៅភូមិបងបត់ទាំងអស់ហ្នឹងដែលទូអង្គខ្ញុំកណាខ្ញុំចូលទៅមានន័យថាគ្រប់អង្គទាំងអស់គ្រប់ពួកគាត់ទាំងអស់គេនិយាយ1 2 2គឺល្អហ្នឹងហើយគេធ្វើឲ្យជីវិតមកទៅជីវិតរស់នៅខាងក្នុងហ្នឹងគឺវាអត់ចាញ់យើងនៅខាងក្រៅហ្នឹងទេមានរបស់ទំនើបអីជាងយើងទៀតហ្នឹងមានរបស់ទំនើបជាងយើងទៀតហ្នឹងនិយាយឲ្យខ្លីចឹងហ្មងចឹងខ្ញុំកណាខ្ញុំអាចនិយាយពាក្យប៉ុណ្ណឹងហើយកុំនិយាយថាពាក្យពោលឧត្តរមនុស្សធម៌អីនាំបាបអត់ទេខ្ញុំឃើញពិតខ្ញុំនិយាយពិតអញ្ចឹងសូមនិយាយតែប៉ុណ្្នឹងឯងនឹងគ្រាន់ថាបងប្អូនឲ្យតម្លៃយ៉ាងម៉េចអានឹងស្រេចទៅលើបងប្អូនយល់ដឹងចុះតែចំពោះខ្ញុំមានព្រះជាប្រធាននឹងអាលើកម្រាមដៃ10ពាក្យពោលទៅអំបញ្ញមិញគឺជាពាក្យពិតឃើញមិនគឺនិយាយចឹងតែគាត់មិនបរិយាយអ្វីឆ្ងាយសូមនិយាយតែប៉ុណ្្នឹងឯងអ្វីដែលចង់និយាយនៅពេលនេះដើម្បីបន្តពីថ្ងៃមុនគឺចង់បញ្យលបង្ហាញដើម្បីឲ្យអ្នកទាំងអស់គ្នាដែលមានសេចក្តីបំណងថាជឿនឹងគោរពហ្នឹងឲ្យវាមានបុណ្យបារមីហើយបុណ្យបារមីយកទៅអីអ្នកដែលទាំងអស់គ្នាចង់បានហ្នឹងខំរៀបគ្រឿងសក្ការៈបូជាខំជឿគ្រូខំធ្វើកិច្ចចេះដើរបួងសួងធ្វើដើម្បីអីដើម្បីឲ្យវាមានបុណ្យបារមីហ្នឹងដើម្បីបំពេញសេចក្តីសុខនិងសេចក្តីចម្រើនកុំទៅប្រភ្លើថាបំពេញបុណ្យបារមីទៅជាអតិទេពទៅជាព្រះត្រាស់ដឹងណាហ្នឹងវាអត់មានទេណាវាអត់មានទេអាពួកបំពេញបុណ្យបារមីទៅជាស្អីប្របាទធម្មឹកទៅជាព្រះត្រាស់ដឹងទៅជាប្រម៉ែប្រម៉ោយណាហ្នឹងសិទ្ធិបារមីផ្ដេសផ្ដាស់ឲ្យផ្សេងហើយយើងមើលទៅមើលពួកគាត់ឲ្យដឹងហើយហ្នឹងបារមីមកលើកដៃស្ពះគេមកលើកមកយំមកស្រែកមកតាំងខ្លួនជាអតិទេពមកចាអូយវល់អស់ហើយហ្នឹងហើយនឹងយើងវាសបញ្ជាក់អញ្ចឹងមកខ្ញុំប្រាប់ថាអ្នកឯងនិយាយយ៉ាងម៉េចក៏អត់បញ្ហាទេតែសច្ចធម៌គឺពេលវេលាខ្ញុំកណាខ្ញុំធ្វើពិធីម្ដងនាំបងប្អូនកូនចៅសិស្សគុណព្រមទាំងញាតិទាំងអស់ជួយរួមជាបច្ច័យដែលឲ្យទៅធ្វើឲ្យតែទៅដល់កន្លែងអតិទេពណាគឺបារមីកន្លែងណាគឺខ្ញុំកណាសុំបួងសួងខ្ញុំកណាសូមឲ្យព្រះអង្គវែកញែករសច្ចធម៌ឲ្យមនុស្សលោកឲ្យត្រឹមត្រូវពីព្រោះថាមាគ៌ាដែលខ្ញុំកណាខ្ញុំដើរគឺសច្ចធម៌ត្រឹមត្រូវមានគុណធម៌មានសច្ចៈត្រឹមត្រូវអត់មានទៅសំដែងតួអ្វីដែលកន្លងមកកូនចៅប្រហោះបង្ហាញឃើញធ្វើទាំងវើនិយាយចុះហ្នឹងមិនមែនសម្រាប់ជាកម្មវិធីសំដែងថបោកអ្នកទាំងអស់គ្នាធ្វើឲ្យអ្នកទាំងអស់គ្នា
ខាតប្រយោជន៍អត់មានទេវាសិតតែវាជាវិធីសាស្ត្រវិធីបែបហ្នឹងគឺជាវិធីទម្លាមទម្លាប់ដើម្បីទុកជាឯកសារទុកឲ្យបងប្អូនកូនចៅចំនួនក្រោយលោកថាព្រាមរបស់គេធ្វើម៉េចកម្មវិធីបួងសួងផ្លូវបារមីគេធ្វើម៉េចការគោរពខាងផ្លូវបារមីតម្លើងគ្រូគេធ្វើម៉េចហ្នឹងហើយខ្ញុំកណាខ្ញុំអត់មានទៅធ្វើកម្មវិធីឲ្យមកចាច់ចាខ្ញុំកណាខ្លាយទៅជាស្អីណាផ្សេងនេះអត់ទេបងប្អូនអរគ្នាស្គាល់ឃើញដឹងហើយតែចឹងអានឹងវាហែកមកវានៅក្នុងសាច់រឿងវានៅក្នុងហេតុផលទាំងអស់មនុស្សយើងម្នាក់ទាំងអស់គ្នាវាមានទង្វើល្អមានទង្វើអាក្រក់តែបើឲ្យនិយាយថាទៅធ្វើអាក្រក់ដើម្បីឲ្យគេដឹងអត់ឲ្យគេដឹងទេតែបើអ្នកណានិយាយអាក្រក់គឺអត់ចូលចិត្តឲ្យតែលឺសូគេអាក្រក់ក៏គេយើងអត់ចូលចិត្តទាំងខ្លួនយើងដែលកំពុងតែប្រព្រឹត្តនៅទង្វើអាក្រក់ដើម្បីចង់បានប្រយោជន៍គេក៏ខ្លួនយើងមើលអត់ឃើញដែរអញ្ចឹងហើយក្នុងនាមខ្ញុំណាខ្ញុំហ្នឹងដើរដល់ដំណាក់កាលពេលនេះអត់មានវល់ត្រឡប់ផ្លូវក្រោយទេចង់បញ្ជាក់នឹងលើកហេតុផលខ្លះដើម្បីឲ្យញាតមួយចំនួនដែលគោរពស្រឡាញ់មានឧបនិស្ស័យឲ្យតម្លៃខ្ញុំកណាក៏ចែកចម្លែកឧបនិស្ស័យនៅបញ្ញាហ្នឹងឲ្យបានដឹងកាន់តែច្រើនហ្នឹងហើយក៏ដឹងកាន់ច្រើនហើយបំពេញតាមហ្នឹងទៅវាចម្រើនបារមីហើយតែវាចម្រើនបារមីហើយវាបំពេញសេចក្តីសុខសពថ្ងៃឲ្យវារស់នៅមានសេចក្តីសុខសេចក្តីចម្រើនទៅតាមនឹងដែរហ្នឹងសច្ចធម៌គឺវានៅកន្លែងហ្នឹងហ្នឹងហើយអ្វីបិទថាមិនជប់ឲ្យនៅនោះអូឃើញឈ្មោះណាមួយអញ្ចឹងអីតែព្យាយាមធ្វើល្អតាមខ្ញុំណាបង្កើតសេចក្តីសុខដល់ខ្លួនឯងណាកើតសេចក្តីសុខពិតប្រាកដធម៌ពិតធម៌មែនខ្ញុំកណ្ដាលខ្ញុំមិនទៅសង្ស័យរឿងថាគួរតែធ្វើវិធីសាស្ត្របែបណាសម្រាប់ឲ្យបងប្អូនទាំងអស់គ្នាថ្នាក់ជាអាជីវករឬក៏មន្ត្រីរាជការសាក់1សាក់2សាក់3សាក់4សាក់5កាយ1កាយ2កាយ3អីចឹងទេហ្នឹងហើយទង្វើល្អអាក្រក់របស់ខ្ញុំកណាខ្ញុំសម្រាប់ក្នុងបច្ចុប្បន្នគ្រាន់តែសម្ដេចជាម្ចាស់អគ្គមហាសង្ឃរាជដែលជាស្ដេចនៃសង្ឃជាមេនៃសង្ឃក្នុងស្រុកខ្មែរក៏គាត់នៅតែគោរពឲ្យតម្លៃខ្ញុំកណាចឹងយើងខ្ញុំកណាខ្ញុំមិនចាំបាច់ទៅតោមនោះឬសង្ស័យឬក៏ប្រើវិធីសាស្ត្រធ្វើយ៉ាងណាលេងល្ខោនលេងឆាកឲ្យតាក់ទាញឲ្យអ្នកទាំងអស់គ្នាគោរពខ្ញុំអត់ទេខ្ញុំកណាខ្ញុំធ្វើបែបណាបំពេញយ៉ាងម៉េចក្នុងវិទ្យារបស់ខ្ញុំកណាខ្ញុំគឺអ្នកចេះដឹងអ្នកបានប្រព្រឹត្តដូចខ្ញុំគេឲ្យតម្លៃខ្ញុំកណាខ្ញុំមើលឃើញច្បាស់លាស់ត្រឹមត្រូវហ្នឹងហើយអញ្ចឹងខ្ញុំកណាខ្ញុំបំពេញសពថ្ងៃហើយនឹងកំពុងតែបំពេញហ្នឹងគឺតន់នៅមានជីវិតហ្នឹងយកអាចំណេះចេះដឹងយកអាទង្វើដែលខ្លួនឯងធ្វើទាំងប្រមាណដែលបានមកដល់ថ្ងៃនេះហើយដើម្បីចែកជូនសម្រាប់បញ្ញាតដែលជឿនឹងគោរពឲ្យតម្លៃហ្នឹងដើម្បីឲ្យវាមានបុណ្យបារមីទៅបំពេញនូវសេចក្តីសុខដេញច្រើនពីព្រោះថាជំនឿក្នុងសាសនាមួយនេះអ្វីបិទថាសម័យកាលណាក៏មានប្រតិដឹងតែអ្វីដែលសំខាន់មនុស្សដែលមានសច្ចៈធម៌ហើយនឹងបំពេញនៅគុណធម៌ហ្នឹងវាកម្រអញ្ចឹងបើបងប្អូនទាំងអស់គ្នាក្នុងសម័យបច្ចុប្បន្នបានជួបខ្ញុំកណាខ្ញុំហើយយើងក៏បានស្គាល់គ្នាហើយយើងជឿជាក់គ្នាហើយយើងឃើញពីទង្វើដូចគ្នាហើយអាចជួយគ្នាឲ្យរួចផុតចាកទុក្ខបានអញ្ចឹងសម័យបច្ចុប្បន្នកាលណាយើងរួមធ្វើច្រើនសម័យបច្ចុប្បន្នអ្នកដែលរក្សាពាក្យសច្ចៈក៏ច្រើនអ្នកដែលបំពេញគុណធម៌ក៏ច្រើនអញ្ចឹងវាជារឿងភារកិច្ចខ្ញុំទទួលបានបនអានិសង្ឃកាន់តែច្រើនថែមទៀតអាហ្នឹងជាក់ស្ដែងគឺអញ្ចឹងហ្មងព្រោះភារកិច្ចរងហើយក្រៅពីសពថ្ងៃក្រៅពីសូត្រធម៌បប្រតិបត្តិធម៌ដឹកនាំកសាងធ្វើនេះធ្វើនោះដើម្បីទុកជាប្រយោជន៍ដល់កូនចៅជំនាន់ក្រោយអត់មានទៅបានមលីមជីមហ៊ុនណាអ្វីដែលពាក់សិតតែគ្រឿងបើគេស្រឡាញ់គេឲ្យតម្លៃទៅបើគេមិនស្រឡាញ់
អត់មានទៅយកលក់នៅទីផ្សារកើតទេគឺអត់មានទេហ្នឹងវាមានតែប៉ុណ្ណឹងហ្នឹងហើយអញ្ចឹងប្រមូលសាច់រឿងមកនៅក្នុងអត្តន័យតែមួយទេគឺសូមឲ្យបងប្អូនទាំងអស់ដែលជាអ្នកមានជំនឿចង់យល់ពីបញ្ហាចម្រើនភាវនាដោះស្រាយនៅសំណួរមួយសួរថាខ្ញុំកណាខ្ញុំលោកតាលោកឪខ្ញុំកណាខ្ញុំអង្គុយចម្រើនពលឺបល័យគាថាបើកពលឺដួងកែវមិនយូរហើយមិនក៏មិនឃើញអ្នកខ្លះថាឃើញដែរឃើញតិចតិចអ្នកខ្លះក៏មិនឃើញចឹងទៅមូលហេតុអីយើងរក្សាសិលអត់ជាប់យើងរក្សាសិលអត់ជាប់អញ្ចឹងបើសិនយើងចង់ឃើញយើងត្រូវរក្សាសច្ចធម៌គុណធម៌នឹងឲ្យជាប់រក្សាសិលឲ្យជាប់ហើយវាមានធ្វើឲ្យទៅតាមបែបផែននៃគេថាវិធីកិច្ចរបស់គេហ្នឹងហើយវិធីកិច្ចមានទាំងកថាសូត្រអីផ្សេងៗហ្នឹងទៅដើម្បីឲ្យវាឆាប់លឿនលះហ្នឹងហើយឆាប់លឿនលះកាលណាយើងដឹងផ្លូវដើរយើងចង់ទៅទិសដៅណាមួយហើយបើយើងស្គាល់ផ្លូវដើរយើងទៅឆាប់ដល់តែបើយើងចង់ទៅទិសដៅណាមួយហើយយើងអត់ស្គាល់ផ្លូវដើរយើងនៅវែងហ្នឹងវែងអញ្ចឹងមុំទៅដើរជួបគេទៅបងខ្ញុំចង់ដើរទៅនោះធ្វើម៉េចទៅបងបើសួរចំអ្នកគេស្គាល់អាហ្នឹងគេចង្អុលថែមទៅសួរចំម្នាក់វែងដែរនាំឲ្យវែងឲ្យគ្រប់គ្នាទៅហ្នឹងហើយអញ្ចឹងឥឡូវសពថ្ងៃហ្នឹងបងប្អូនញាតិទាំងអស់ហ្នឹងតាំងពីអាដាមលោកជំទាវហ្នឹងហើយដែលបានទទួលនឹងការគោរពជំនឿក្នុងផ្លូវហ្នឹងដូចគ្នាហ្នឹងសួរឥឡូវមិនបាច់សួរទេអង្គុយចាំមកស្ដាប់ទៅតាមដានស្ដាប់តាមដានហើយកន្លែងណាពេញចិត្តយកទៅអនុវត្តទៅកន្លែងណាអាចធ្វើកើតយកទៅអនុវត្តទៅហើយចាំមើលកើតមិនកើតដឹងហ្នឹងហើយកើតទៅដឹងធ្វើទៅមួយខែពីរខែបីខែទៅដឹងហ្នឹងហើយតែឲ្យធ្វើឲ្យត្រូវចំណុចហ្នឹងហើយមិនមែនធ្វើផ្ដេសផ្ដាស់ឲ្យធ្វើឲ្យត្រូវចំណុចព្រោះវាតន់អាបច្ចុប្បន្នហ្នឹងខ្ញុំកណាខ្ញុំបានលើកបញ្ជាក់ប្រាប់ថាខ្ញុំកណាខ្ញុំស្គាល់ផ្លូវហ្នឹងហ្នឹងធ្លាប់ទៅផ្លូវហ្នឹងហើយកំពុងតែដើរផ្លូវហ្នឹងកំពុងតែបំពេញផ្លូវហ្នឹងហ្នឹងហើយចុះបើបំពេញផ្លូវហ្នឹងហើយបើស្គាល់ហើយមិនកំទៅបាត់បើទៅបាត់បានណាទៅប្រាប់ណាហើយខ្ញុំកណាខ្ញុំក៏អត់មានមកចង់ថាឲ្យនៅដល់ពេលនេះដែរវាចង់ទៅតាំងយូរតែដោយសារជាប់អស់លោកបងប្អូនកូនចៅទាំងអស់គ្នាទៅបានចេះតែនៅដល់ពេលហ្នឹងហ្នឹងហើយអរថ្ងៃមើលមានប្រមាណអ្នកក្រៅពីអាយកអាទ្រឹស្ដីក្នុងបត្រៃ3ដកបួសរហូតដល់បណ្ឌិតបួសរហូតទៅដល់សម្ដេចដែលបានយកពោលពាក្យមួយដោយសច្ចធម៌ថាទៅអង្គុយឲ្យបាន1ម៉ោង2ម៉ោងក្នុងព្រៃឬក៏ក្នុងអាស្រមខ្លួនឯងយ៉ាងច្រើនពោលថាខ្ញុំបួស30ឆ្នាំហើយបើយើងនិយាយពីរឿងសមាធិកម្មដ្ឋានវិញធ្លាប់បានធ្វើ4-10 នាទីដែរឃើញអត់អញ្ចឹងយើងដឹងហើយតើយើងបើយើងនិយាយទៅតាមក្នុងពុទ្ធសាសនាពុទ្ធជាប្រធានលោកណែនាំថាម៉េចក្នុងព្រះគម្ពីរណាសិលសមាធិបញ្ញាមានតែ3នោះទេដែលអាចញ៉ាំងឲ្យរួចផុតចាក់ទុកណាបញ្ញាគឺចំណេះចេះដឹងសិលគឺការគោរពនៅវិន័យគោរពនៅច្បាប់សមាធិការប្រតិបត្តិនៅកិច្ចកងភារកិច្ចរបស់ខ្លួនឯងជាអ្នកត្រង់សាសនាអញ្ចឹងពេលដែលចូលទៅសមាធិមានន័យថាយកបញ្ញាហ្នឹងយកគ្រូហ្នឹងចំណេះចេះដឹងហ្នឹងយកមកអនុវត្តទៅតាមសិលពីព្រោះថាសិលជាច្បាប់បើអត់គោរពសិលហ្នឹងទេត្រូវទោសហើយហ្នឹងចឹងចឹងសម្រាប់យើងជាកុហកហើយយើងគោរពទៅតាមផ្លូវបារមីធ្វើបិទថាអាដាមលោកជំទាវនៅផ្ទះអង្គឯងគ្មានអាណាដឹងថាអាដាមលោកជំទាវធ្វើអីទេ
តែបើអាដាមលោកជំទាវចង់បានពលឺចង់បានសេរីមង្គលអាដាមលោកជំទាវពញាទាំងអស់ហ្នឹងធ្វើទៅតាមវិធីសាស្ត្រតាមច្បាប់នៃផ្លូវបារមីទៅហ្នឹងហើយគឺវាមានអនុភាពដូចគ្នាហើយផ្លូវដើរដើម្បីញ៉ាំងឲ្យផ្លូវដើរទៅដល់កន្លែងនេះបានទី1មានសច្ចធម៌កាលណាមានសច្ចធម៌ហើយបំពេញគុណធម៌ទៅធ្វើតែពីរចំណុចហ្នឹងទៅអាចឃើញអាចំណុចអីផ្សេងហ្នឹងទិញតែពីរម៉ាត់ហ្នឹងទិញតែពីរឃ្លាហ្នឹងសច្ចធម៌និងបំពេញគុណធម៌បើអត់មានសច្ចធម៌ទៅបំពេញគុណធម៌ក៏អត់កើតបើតាំងខ្លួនឯងថាបំពេញគុណធម៌បានមានន័យថាអសច្ចធម៌កន្លងមកក៏វាកើតឡើងដែរបានប្រព្រឹត្តទៅហើយអត់ចាំបាច់ទៅនិយាយញ៉ៃច្រើននាំឈឺក្បាលវិលមុខទេហ្នឹងហើយចឹងសូមឲ្យបងប្អូនទាំងអស់ទី1លេខលោកគេថាគម្រោងតែងការគម្រោងផែនការបែងចែកជីវិតខ្លួនឯងបើចង់ឲ្យខ្លួនឯងពិតប្រកបថាខ្លួនឯងពិតប្រកបថាខ្លួនឯងចង់បានបុណ្យចង់បានបារមីចង់មានសេរីមង្គលចង់បានលៀបបានជ័យរស់នៅមានសេចក្តីសុខអាយុវែងត្រូវចេះដឹកនាំក្រុមគ្រួសារខ្លួនឯងមានឪពុកម្ដាយមានមីងយាយចាស់អីចឹងទៅងាកឡើងអើយមកប៉ុណ្ណេះមកប៉ុណ្ណោះមកសុធរភាវនាមកអន់ណាស់ក៏មកសិលធ្វើម្ដងដែរហ្នឹងហើយក្រុមគ្រួសារកខកខងអីចឹងទៅណាដឹកនាំបងប្អូនចូលមកទៅថ្ងៃសិលយើងជួបជុំគ្នាសុធរភាវនាចឹងដល់ពេលមកសិលធ្វើម្ដងរៀងដូចសុបាយចិត្តអញ្ចឹងមកសិលធ្វើពីរដងមកសិលធ្វើពីរដងរៀងដូចសុបាយចិត្តអញ្ចឹងវាមានអាមុនសិលអាក្រោយសិលឃើញអត់វាទៅវាដឹកនាំឲ្យមនុស្សទៅល្អទាំងអស់អត់មានដឹកនាំថាទៅធ្វើវាអាក្រក់អត់មានទេអញ្ចឹងហើយចៃដន្យអ្វីដែលចៃដន្យអានិសង្សកើតឡើងឧទាហរណ៍ថាឥឡូវតកូលក្នុងតកូលណាមួយហ្នឹងហើយលោកឧទាហរណ៍ណាក្នុងតកូលណាមួយលោកប្រយុទ្ធហ្នឹងជាមេគ្រួសារដឹកនាំម្ដាយដឹកនាំម្ដាយក្មេកដឹកនាំក្រុមគ្រួសារប្រពន្ធកូនចៅអីផ្សេងទៅណោះមកយើងនិយាយឡើងសូត្រធម៌ភាវនាតាមតែយើងចេះទៅហ្នឹងចេះមិនមួយមេសូត្រមួយមេចេះពីរមេសូត្រពីរមេរួចពីហ្នឹងឲ្យអង្គុយសមាធិកន្លះម៉ោងអញ្ចឹងទៅអង្គុយកន្លះម៉ោងអង្គុយ50នាទីអញ្ចឹងទៅហ្នឹងហើយបើមុនអង្គុយធ្វើមិនខ្លះហ្នឹងហើយប្រុសយុទ្ធឯងត្រូវមកសួរតាហ្នឹងមកថាលោកតាឥឡូវក្នុងកណ្ដាលចង់ដឹកនាំក្រុមគ្រួសារហ្នឹងដើម្បីអង្គុយភាវនាដើម្បីធ្វើសមាធិគួរធ្វើម៉េចមកប្រាប់ធ្វើចេះហ្នឹងហើយចៅឯងឆ្នាំនេះភាវនាបែបនេះម្ដាយប្រពន្ធឆ្នាំនោះភាវនាចេះហ្នឹងហើយអុជធូបបួងសួងគេត្រូវសូត្រចេះហ្នឹងហើយហោមរតនារំលឹកដល់អង្គអាទិទេពបារមីគេត្រូវសូត្រចេះណាចប់កិច្ចការងារហ្នឹងហើយគេត្រូវសូត្រចេះដើម្បីធ្វើពិធីសមាធិចេះមួយមកសួរមកយកអាចំណេះចេះដឹងហ្នឹងយកទៅអនុវត្តទៅចៃដន្យអនុវត្តបានតែ2 3ខែស្រាប់មានអង្គបារមីរុក្ខទេវតាអាកាសទេវតាពភូមិទេវតាឬក៏លោកតាលោកយាយម្ចាស់ទឹកម្ចាស់ដីបារមីបងបត់បារមីអីសីយាងទៅគង់ចូលមកប្រាប់ថាមិនចឹងទៀតទៅកើតរឿងល្អទៅបានបុណ្យដល់ខ្ញុំទៀតណាចឹងអត់មានណាមើងងាយណាបានទេអត់មានថាតើតែបួសចេះបួសចោះទេសម័យបច្ចុប្បន្នអត់មានតន់ឃើញបុគ្គលអ្នកណាបួសឲ្យពិតប្រកបហើយសម្រាប់ក្នុងផ្លូវណាទេហ្នឹងហើយជង្គង់ខ្វល់បួសចិត្តបួសទាំងវើខ្លួនឯងស្ដាប់តាមខ្ញុំកណាខ្ញុំឲ្យយកទៅអនុវត្តទៅហ្នឹងមានសិលសមាធិបញ្ញាអញ្ចឹងរកវិធីសាស្ត្រធ្វើដើម្បីដោះស្រាយធ្វើម៉េចតែធ្វើជោគជ័យ
បារមីកាន់ខ្នងរងមុខតែធ្វើជោគជ័យសេចក្តីសុខកើតឡើងមានដល់តែធ្វើជោគជ័យជួយខ្លួនឯងបានជួយក្រុមគ្រួសារបានជួយអ្នកដទៃបានដូចខ្ញុំកណាខ្ញុំហងហើយចឹងទេអត់ខ្ញុំកណាខ្ញុំហងហើយជួយខ្លួនឯងជួយញាតិឃើញស្រឡាញ់ជួយញាតិបានញាតិឲ្យថ្លៃបរិយឲ្យថ្លៃភេសជ្ជៈឲ្យអង្គឲ្យតព្រៃញ៉ាំងការចិញ្ចឹមជីវិតជួយខ្លួនឯងឲ្យរស់ផុតថ្ងៃហ្នឹងទៅដល់ស្អែកមានហាមាត់ប៉ោចទៅជួយអ្នកដទៃទៀតណានោះវាវិលកាប់អញ្ចឹងវាវិលកាប់អញ្ចឹងដើម្បីអីដើម្បីរកអានិសង្ឃដើម្បីរកអានិសង្ឃទៅធ្វើថ្ងៃហ្នឹងជួយគេថ្ងៃហ្នឹងឬក៏ទុកជួយឲ្យគេស្អែកបន្តគ្នាអភិនិហាមានពិតប្រាកដផ្លូវអច្ឆរិយៈក៏មានពិតប្រាកដគ្រប់គ្នាទាំងអស់សិតតែអ្នកមានផ្លូវអច្ឆរិយៈហ្នឹងហើយលើកលែងតែយើងមិននិយាយអីទេកើតជាមនុស្សទោះជាមនុស្សឈួតក៏មានអ្នកថែរក្សាដែរតែគ្រាន់អ្នកទាំងអស់គ្នាអត់ដឹងអ្នកទាំងអស់គ្នាមានមើលកុំប្រមាថទេដែរអ្នកខ្លះតែទៅជាមនុស្សឈួតហើយហ្នឹងដេកតែធុងសម្ញាំស៊ីតែរបស់ស្អុយហ្នឹងតែឃើញវាឈឺអត់តែឃើញវាឈឺហ៎ដោយអំណាចមានបារមីកាន់តាមបែបហ្នឹងតែមិនបានបារមីកាន់បែបហ្នឹងឲ្យបុគ្គលទៅធ្វើចឹងវាមានតនកម្មហ្នឹងហើយបារមីប្រកាសជាមានហើយតាមថែរក្សាតែឲ្យអ្នកឯងត្រូវតែទៅទទួលតនកម្មហ្នឹងក្នុងជាតិហ្នឹងក៏មិនដឹងក្នុងមួយឆ្នាំពីរឆ្នាំក៏មិនដឹងអស់មួយជាតិហ្នឹងក៏មិនដឹងវាតែអញ្ចឹងអាហ្នឹងអាតនកម្មមួយហ្នឹងគឺតនកម្មកម្រិតធ្ងន់ណាអាកម្រិតស្រាលហ្នឹងស្លាប់ភ្លាមអាតនកម្មជាប់គុកងាកជាប់គុកងាកជាប់គុកងាកគេប្តឹងងាកគេជេរងាកស្អីអាហ្នឹងតនកម្មហើយគ្មានងើបមុខរួចទេវាខុសអីណាមួយហើយអញ្ចឹងបានមនុស្សយើងសប្ថ្ងៃហ្នឹងចង់យកអ្នកមកនៅជាមួយដោយកូនសួរមិញហ្នឹងចង់សែបគប់អ្នកយកមកនៅជាមួយចេះមួយចុះពីរហ្នឹងតែយកមកអាខ្លួនឯងកំពុងតែជោគជ័យយកចំអាមនុស្សចង្រៃឃើញថាបែបល្អថាធ្វើបុណ្យថាធ្វើបុណ្យមួយវាចោះព្រោះស្គាល់វាហ្នឹងហើយសម្លឹងឃើញថាឲ្យជាប្រយោជន៍ដែរយកវាមកនៅជាមួយដល់ពេលយកវាមកនៅជាមួយតាមការពិតមកពីយើងវាខ្វះបញ្ញាមនុស្សដែលវាបរាជ័យវាត្រូវមានបញ្ហាហើយដោះស្រាយកាប់នឹងអត់រួចហើយវាទៅនៅជាមួយអ្នកណាក៏មុននឹងក្រោយវាត្រូវបដាសាត្រូវតាំងអាអ្នកជួយគេនឹងទៀតច្បាប់អញ្ចឹងបើគេប្រាប់ថាកុំសែបគប់មនុស្សអាក្រក់កុំសែបគប់ចោលកុំសែបគប់ឈើកោងវត្តពាត់គេកុំឲ្យសែបគប់ទៅគេឲ្យសែបគប់អ្នកណាម្នាក់បើគេមកនៅជាមួយឲ្យវាមានប្រវត្តិរូបឲ្យវាជាបណ្ឌិតឲ្យវាជាមន្ត្រីរាជការឲ្យវាជាអ្នកបួសមានសិលហ្នឹងវាពិតប្រកបអីចឹងទៅតែរឿងថារឿងអ្នកបួសមានសិស្សមានសិលសឹកពីនោះមកហើយមិននៅជាកុហកឲ្យថាមានសិលបើរាប់តាមច្បាប់សាសនាក៏អត់បានដែរក៏អត់ល្អដែរចាំណាឧទាហរណ៍ថាយើងស្គាល់អ្នកណាម្នាក់ពីមុនមកគាត់ធ្លាប់បួស4 10 20ភាសាហ្នឹងហើយគាត់មិនមែនបងប្អូនទេណាចង់បញ្ជាក់ថាមិនមែនបងប្អូនទេខ្ញុំស្គាល់លោកណាមួយតែមិនមែនបងប្អូនទេស្រាប់តែស្គាល់បាន1ឆ្នាំ2ឆ្នាំ3ឆ្នាំសឹកហើយអត់អីយកមកនៅជាមួយយើងមនុស្សហ្នឹងក៏មានតនកម្មដែរតែហ៊ានយកមកនៅគឺមានបញ្ហាពីព្រោះថាវាត្រូវច្បាប់បោះវាគៀបោះប្រពុតវាត្រូវគេថាបុគ្គលបរាជ័យអញ្ចឹងឲ្យវារស់នៅឯកោឬនៅតាថ្នោតកបុតកមានកជើធ្លុះអីមួយគ្នាវាអញ្ចឹងទៅអាហ្នឹងបានស្រីប្រុសអីគ្នាវាអញ្ចឹងទៅបានយើងកុំតែញញៃបើយើងមានសេរីមង្គលហើយយើងកុំតែញញៃបើវាមកសុំលុយសុំកាក់អីបន្តិចតួចតាមអាណិតឲ្យទៅ
បើមិនឲ្យទេកុំយកមកនៅជាមួយអត់បានទេទង្វើអាក្រក់បែបណាក៏វាហ៊ានធ្វើដែរដើម្បីប្រយោជន៍នេះខ្ញុំកណាខ្ញុំហ៊ាននិយាយអះអាងអញ្ចឹងហ្មងព្រោះអត់ទាន់មានឃើញបុគ្គលណាមួយច្បាស់លាស់ទេអញ្ចឹងបើអ្នកណាមួយសឹកក្រៅពីក្រុមគ្រួសារគេប្តីប្រពន្ធគេមកពុកម្ដាយគេទៅនៅទៅអត់អីទេអត់មានបញ្ហាទេតែបើយើងជាអ្នកដតីឲ្យយកមកតែហ៊ានអោបកសោបគឺរឿងហើយហ្នឹងហើយគឺរឿងហើយបើមិនយកកូនយើងក៏យកប្រពន្ធយើងដែរអាពួកប្រភេទអស់ហ្នឹងហើយជួបបងប្អូនយើងមិនក៏ចឹងដែរតែយកបានអាសាច់ឈាមហើយយកតែអាលុយអីទៀតចឹងប្រយ័ត្នប្រយែងហើយចឹងលឺសូគេលោកមានអន្តិតណាមួយណាគេល្អអីទៅខ្ញុំនិយាយតាមច្បាប់ក្នុងពុទ្ធសាសនាតែច្បាប់គេនិយាយច្បាប់ហ្នឹងគឺវាចេញមកគឺអត់មានប្រាប់ថាអ្នកឯងធ្លាប់បួសជាសង្ឃអ្នកឯងចេញមកវិញដឹងល្អអត់តមានពីកន្លែងណាមួយគេបញ្ជាក់កន្លែងហ្នឹងផងគេបញ្ជាក់ថាបុគ្គលបរាជ័យអញ្ចឹងខ្ញុំនិយាយតែបរាជ័យហើយអ្វីដែលសំខាន់ខ្ញុំឃើញវាអញញ៉ៃមែនខ្វះអីកូនសិស្សខ្ញុំណាខ្ញុំនឹងទាំងអ្នកនៅជាសង្ឃទាំងអ្នកនៅបួសហើយក៏គោកដីតែគាត់ឲ្យគេធ្វើអីធ្វើទៅរឿងរបស់គេហ្នឹងហើយចាំមានអាសន្នទៅខ្ញុំជួយមកគ្រាអញ្ចឹងណាបើថាឲ្យខ្ញុំកណាខ្ញុំទៅអោបកសោបខ្ញុំអត់ទេមិនអោបកសោបទេហ្នឹងហើយពីព្រោះហើយខ្ញុំកណាខ្ញុំអោបកសោបក៏អត់មានវាអត់មានភ័យត្រូវយកស្អីទេតែខ្ញុំកណាខ្ញុំណែនាំនេះសម្រាប់នោះបងប្អូនពុទ្ធបរិស័ទញាតិញោមប្រុសស្រីទាំងអស់គ្នាតាណាអញ្ចឹងកិច្ចការងារនេះជួយបំពេញនៅការស្វែងយល់បំពេញនៅបុណ្យបារមីហ្នឹងហើយអញ្ចឹងគន្លឹះនៃវិធីសាស្ត្រដើម្បីធ្វើយ៉ាងណាឲ្យបើកពន្លឺដួងកែវពន្លឺបារមីហ្នឹងគឺអត់តន់ចប់ទេហ្នឹងហើយអត់តន់ចប់ទេស្ដាប់ហើយស្ដាប់ទៀតស្ដាប់ឲ្យយល់ស្ដាប់ហើយស្ដាប់ទៀតស្ដាប់ឲ្យយល់ហើយតាមដានស្ដាប់ហើយអនុវត្តបដាហ្នឹងហើយអនុវត្តបដាដើម្បីអីទុកពេលវេលាឲ្យចិត្តអ្នកស្ដាប់ហ្នឹងមានសិលគឺមានសិលធម៌គឺការគោរពហ្នឹងហើយការគោរពការឲ្យតម្លៃកុំចេះតែផ្ដេសផ្ដាស់ហ្នឹងហើយមិនភ្លាមចង់ស្ដាប់ភ្លាមប្រាប់ផ្លែតទៅចេះធ្វើភ្លាមទេហ្នឹងហើយហើយកុំគិតថាចេះកុំគិតផ្ដេសផ្ដាស់អត់បានទេហ្នឹងហើយចង់បើចង់គិតផ្ដេសផ្ដាស់យើងមើលឲ្យទូលំទូលាយណាយើងមើលឲ្យទូលំទូលាយចឹងកុំឲ្យខ្ញុំកណាយករឿងអ្នករតីយកមកប្រៀបធៀបនាំមានបញ្ហាទេយើងនិយាយតែគ្នាយើងកិច្ចការងាររបស់យើងចឹងព្យាយាមស្ដាប់បានប៉ុណ្ណាអនុវត្តប៉ុណ្ណឹងធ្វើសឹមរស់បានយូរហ្នឹងហើយកាលណាហ៊ានស្ដាប់ហើយធ្វើភ្លាមចប់ហើយក្រៃលោមងាប់ស្អែកបាត់ទៅចឹងធ្វើសឹមមិនទាន់បានស្ដាប់ចប់ផងគេទុកជីវិតយើងគ្រាន់បានស្ដាប់ស្អែកទៀតណាអានេះប្រៀបធៀបឲ្យងាយយល់ហ្នឹងហើយចឹងបើស្ដាប់បានយូររស់បានយូរតែស្ដាប់ផ្លែតយើងទៅត្រាស់ដឹងភ្លាមឥឡូវយ៉ាត់រស់បានយូរហ្នឹងហើយអញ្ចឹងកិច្ចការងារនេះក៏ដល់មុំសំគួរដល់ម៉ោងហើយខ្ញុំគណៈខ្ញុំក៏មិនឲ្យកូនសាលអត់អីទេការងារកូនជោគជ័យណាហ្នឹងហើយខំមកកូនតែជោគជ័យហើយឪនឹងខំថាបានភេទកៈផឹកហ្នឹងហើយសូមបញ្ចប់ត្រឹមនេះចុះហើយសូមប្រទានពរចំពោះញាតិទាំងអស់ដែលបានចូលរួមការប្រសិទ្ធហ្នឹងសូមឲ្យកើតជាបញ្ញាហ្នឹងសូមឲ្យកើតជាបញ្ញាបំពេញនៅរិទ្ធិបុណ្យបារមីសូមឲ្យមានសិរីមង្គលគ្រប់គុំគ្រួសារហ្នឹងប្រាថ្នាអ្វីយ៉ាងណាសូមឲ្យបានសម្រេចដូចបំណងហ្នឹងសូមអនុមោទនាហ្នឹងអរគុណច្រើនអរគុណហេងសុខភាពល្អណាអរគុណ